តើអ្វីទៅជាការស្លាប់ជំនួសបាបយើងនឹងឆ្លើយនៅសំណួរនេះអ្នកក៏អាចស្វែងយល់បន្ថែមនៅគេហទំព័រ godquestion.org ការស្លាប់ជំនួសបាបគឺសំដៅទៅលើការសគត់របស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងជំនួសមនុស្សមានបាបបទគម្ពីរបង្រៀនយើងថាមនុស្សគ្រប់គ្នាសុទ្ធតែមានបាបហើយលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់ក្នុងរ៉ូមចំពុក 6 ខ 23 បានចែងថាត្បិតលទ្ធផលនៃបាបគឺសេចក្តីស្លាប់រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញគឺជីវិតអកលជានិច្ចរួមជាមួយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងប្រសិនបើគ្មានព្រះគ្រីស្ទយើងនឹងត្រូវស្លាប់ហើយនឹងទៅឯបឹងភ្លើងនរកអកលជានិច្ចដែលវាជាលទ្ធផលនៃអំពើបាបរបស់យើងសេចក្តីស្លាប់ក្នុងខនេះគឺសំដៅទៅលើការញែកចេញគ្រប់គ្នានឹងត្រូវស្លាប់ប៉ុន្តែអ្នកខ្លះនឹងទៅឯនគរឋានសួគ៌ហើយនៅជាមួយព្រះជាម្ចាស់អកលជានិច្ចហើយអ្នកខ្លះទៀតនឹងត្រូវទៅឯនរកអកលដូចគ្នាដែរសេចក្តីស្លាប់ដែលនិយាយក្នុងពេលនេះគឺសំដៅទៅលើជីវិតនៅឯនរកចំណុចទី2ដែលខនេះបង្រៀនយើងគឺថាជីវិតអកលនៅឯឋានសួគ៌គឺមាននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទនេះហើយគឺជាការស្លាប់ជំនួសរបស់ព្រះអង្គព្រះយេស៊ូវគ្រីស្ទបានសគត់ជំនួសកន្លែងរបស់យើងទ្រង់បានសគត់នៅលើឈើឆ្កាងយើងគឺជាម្នាក់ដែលស័ក្តិសមត្រូវគេឆ្កាងព្រោះយើងបានរស់នៅដោយជីវិតដែលពោពេញទៅដោយអំពើបាបប៉ុន្តែព្រះគ្រីស្ទបានទទួលទណ្ឌកម្មនេះជំនួសយើងគឺទ្រង់ជំនួសកន្លែងរបស់យើងហើយទទួលជំនួសអ្វីដែលយើងស័ក្តិសមនឹងទទួលបិទឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះទ្រង់បានធ្វើឲ្យត្រឡប់ជាទូបាបជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯងទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាងដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិតដែលបានស្លាប់ខាងឯអំពើបាបហើយគឺដោយស្នាមជុំរបស់ទ្រង់ដែលអ្នករាល់គ្នាបានជាម្ដងទៀតដែលព្រះគ្រីស្ទបានទទួលបាបដែលយើងប្រព្រឹត្តទៅលើអង្គទ្រង់ដើម្បីបង់ថ្លៃបាបជំនួសយើងហើយខបន្ទាប់ទៀតនោះព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដងដោយព្រោះបាបដែរគឺជាព្រះដ៏សុចរិតទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិតដើម្បីនាំយើងរាល់គ្នាទៅដល់ព្រះដោយទ្រង់បានត្រូវគេធ្វើគុតខាងអសឈាមតែបានវិញ្ញាណប្រោសឲ្យរស់វិញខនេះមិនត្រឹមតែបង្រៀនយើងអំពីការដែលព្រះយេស៊ូវទទួលជំនួសយើងប៉ុន្តែក៏បង្រៀនយើងថាទ្រង់ជាអ្នករងទុក្ខជំនួសយើងផងដែរដែលមានន័យថាទ្រង់បង់ថ្លៃជំនួសអំពើបាបដ៏អាក្រក់របស់មនុស្សលោកហើយនៅក្នុងបទគម្ពីរមួយទៀតដែលនិយាយអំពីការទទួលទោសជំនួសនោះគឺនៅក្នុងអេសាយចំពុក 53 ខ 5ក្នុងខនេះនិយាយអំពីព្រះគ្រីស្ទដែលនឹងយាងមកដែលពីមុនទ្រង់បានសគត់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងក្នុងទំនៀមនេះគឺមានលក្ខណៈលម្អិតមែនទែនហើយការសគត់លើឈើឆ្កាងរបស់ទ្រង់ក៏កើតឡើងស្របតាមទំនៀមនេះផងដែរតែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាជាប់ដោយព្រោះអំពើទុច្ចរិតរបស់យើងទេឯការវាខ្យល់ដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាតិដោយសារស្នាមរំពាត់នៅលើអង្គទ្រង់សូមសម្គាល់មើលការទទួលជំនួសត្រង់នេះម្ដងទៀតដែលព្រះគ្រីស្ទបង់ថ្លៃបាបជួយយើងអាចបង់ថ្លៃបាបរបស់យើងបានដោយទទួលទោសនៅឯបឹងភ្លើងនរកអកលតែបុត្រានៃព្រះគឺព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីហើយទ្រង់បង់ថ្លៃបាបជំនួសយើងដោយព្រោះទ្រង់ធ្វើដូច្នេះឥឡូវនេះយើងមានឱកាសមិនត្រឹមតែទទួលបានការអត់ទោសអំពើបាបប៉ុណ្ណោះទេតែយើងអាចចំណាយពេលអកលជានិច្ចជាមួយទ្រង់ទៀតផងដើម្បីទទួលបានឱកាសនេះយើងត្រូវតែដាក់ជំនឿជឿទៅលើអ្វីដែលព្រះគ្រីស្ទបានធ្វើនៅលើឈើឆ្កាងហើយជឿថាយើងមិនអាចសង្គ្រោះខ្លួនឯងបាននោះទេយើងត្រូវការអ្នកស្លាប់ជំនួសយើងហើយការសគត់របស់ព្រះគ្រីស្ទគឺជាសេចក្តីស្លាប់ជំនួសបាបរបស់យើងរួចស្រេចទៅហើយនេះហើយគឺជាចម្លើយដែលសួរមុននេះថាតើអ្វីទៅគឺជាការស្លាប់ជំនួសបាបនៅលើគេហទំព័រ godquestion.org អ្នកនឹងអាចរកឃើញការពិភាក្សាបន្ថែមនិងការណែនាំធនធានបន្ថែមផ្សេងៗទៀតហើយកុំភ្លេចចុច like និង subscribe ផងដែរប្រសិនបើអ្នកចង់រៀនបន្ថែមកុំភ្លេចចុចរូបកណ្ដឹងហើយអ្នកក៏អាចចូលមើលវីដេអូបែបនេះផ្សេងៗទៀតផងដែរសូមអរគុណ